ពិធីដង្ហែព្រះសពអតីតព្រះគ្រូចៅអធិការវត្តត្រាចស្រុកប្រាសាទបាគងយកទៅតម្កល់ទុកដើម្បីរៀបចំពិធីបូជាព្រះភ្លើងពិធីរំលាយព្រះសពព្រះតេជគុណកតបញ្ញោនាំនាមអតីតព្រះចៅអធិការវត្តប្រាសាទចៅស្រីវិបុលយោកេហៅវត្តត្រាចនឹងត្រូវធ្វើឡើងនៅម៉ោង 6:30 នាទីយប់នាថ្ងៃទី 2 ខែមីនា ឆ្នាំ 2026 ខាងមុខដែលពិធីដង្ហែព្រះសពធ្វើឡើងនៅថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2026 នេះផ្ដើមចេញពីវត្តរលួសឃុំរលួសស្រុកប្រាសាទបាគងឆ្លងកាត់ផ្លូវជាតិលេខ 6 និងតាមបណ្ដោយផ្លូវ Highway ចូលមកតម្កល់នៅព្រះមេរុនៅវត្តត្រាចតែម្ដងដោយមានព្រះសង្ឃប្រជាពលរដ្ឋនិងសិស្សានុសិស្សចូលរួមដង្ហែយ៉ាងច្រើនកកគួររំលឹកថាព្រះគ្រូនាំនាមប្រសូតនៅថ្ងៃសុក្រទី 10 ខែសីហាឆ្នាំ 1962 នៅភូមិគោកឫស្សីឃុំបាឡាំងស្រុកប្រាសាទបាគងខេត្តសៀមរាបនៅជំនុំអាយុប្រមាណជាង 20 វស្សាព្រះអង្គបានសុំការអនុញ្ញាតពីឪពុកម្ដាយទៅស្នាក់អាស្រ័យនៅក្នុងវត្តប្រាសាទចៅស្រីវិបុលយោកេដើម្បីរៀនសូត្រជាព្រះសង្ឃការសិក្សាអក្សរសាស្ត្រខ្មែរនិងព្រះធម៌បានចេះដឹងសមរម្យល្មមហើយក៏ល្បិតខ្មែររូបនេះបានបួសក្នុងសំណាក់ព្រះពុទ្ធសាសនាជាភិក្ខុភាពក្នុងព្រះជន្មាយុ 27 ព្រះវស្សានិងបានអបសម្បទាជាភិក្ខុភាវៈនៅថ្ងៃប្រហ័សទី 8 ខែមិថុនាឆ្នាំ 1989 នៅវត្តកេសរារាមសង្កាត់ស្វាយដង្គមក្រុងសៀមរាបខេត្តសៀមរាបដោយសារលក្ខណៈចរិយាសម្បត្តិល្អព្រះអង្គទទួលបានការគោរពស្រឡាញ់ជ្រះថ្លាពីភិក្ខុសាមណេរផងគ្នាទើបព្រះអង្គបានតំណែងជាព្រះគ្រូសូត្រក្នុងវត្តកេសរារាមបន្ទាប់មកក្នុងព្រះវស្សាទី 14 ព្រះគ្រូសូត្រកតបញ្ញោនាំនាមត្រូវបានគណៈមន្ត្រីសង្ឃពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាគណៈមហានិកាយសម្រេចប្រកាសតែងតាំងឲ្យឡើងជាចៅអធិការវត្តត្រាចនៅថ្ងៃទី 26 ខែធ្នូឆ្នាំ 2003 ក្នុងឋានៈជាព្រះចៅអធិការវត្តព្រះអង្គបានចូលរួមកសាងស្ថាបនានៅសមិទ្ធផលនានាជាច្រើនសម្រាប់ព្រះពុទ្ធសាសនានិងសង្គមជាតិខ្មែររហូតដល់ឆ្នាំ 2020ព្រះអង្គបានបើកសាលាពុទ្ធកបឋមសិក្សាចៅស្រីវិបុលមានសិស្សចំនួន 30 អង្គនាក់តែដោយសារព្រះអង្គមានរោគគាពៀតហើយគ្មានការជួយជ្រោមជ្រែងសាលាបានផ្អាកជាបណ្ដោះអាសន្នស្របគ្នានោះដែរព្រះអង្គបានបើកសាលាវង់ភ្លេងពិណពាទ្យខ្មែរមួយវង់ដែលបានជួលគ្រូពីមន្ទីរវិចិត្រសិល្បៈមកបង្រៀនព្រះសកម្មភាពនិងស្នាព្រះហស្ថរបស់ព្រះអង្គដែលបានរៀបរាប់ខាងលើនេះព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះព្រះពុទ្ធសាសនានិងសង្គមជាតិខ្មែរយ៉ាងធំធេងក្រៃលែងមិនតែប៉ុណ្ណោះព្រះអង្គក៏ជាអ្នកអភិរក្សថែរក្សាសីលធម៌ប្រពៃណីទំនៀមទម្លាប់វប្បធម៌ខ្មែរបានយ៉ាងល្អផងដែរគួរបញ្ជាក់ថាព្រះគ្រូកតបញ្ញោនាំនាមអតីតព្រះចៅអធិការវត្តត្រាចបានសគត់ការពីវេលាម៉ោង 10:30 នាទីថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2024 ដោយរោគគាពៀតមកដល់ឆ្នាំ 2026 នេះទើបព្រះសង្ឃគណៈកម្មការអាចារ្យវត្តនិងសាច់ញាតិព្រះសពមូលមតិគ្នារៀបចំពិធីបុណ្យបូជារំលាយព្រះសពនេះឡើង